សូមថ្លែងគុំការណាគុំចាស់គ្រប់ព្រះអង្គហើយនឹងសូមគោរពលោកគ្រូអ្នកគ្រូសាសានុសិស្សទ្រង់អាយដាមលោកជំទាវពុកម៉ែបងប្អូនទាំងអស់ដោយសេចក្តីគោរពសូមស្វាគមន៍មកកាន់ Channel រៀនខ្មែរ365ថ្ងៃទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបកស្រាយតាក់ទងទៅនឹងពាក្យថាអ្នកឯងតើអ្នកឯងនឹងមានន័យដូចម្ដេចដែលបងអូនស្រីបាទត្រាប់ចូលទៅក្នុង comment របស់ខ្ញុំហ្នឹងគឺគាត់សួរថាពាក្យថាអ្នកឯងនឹងមានន័យដូចម្ដេចជាងយើងនិយាយពាក្យថាអ្នកឯងមានន័យដូចម្ដេចយើងទៅវិញ្ញេពីពាក្យថាអ្នកហើយនឹងឯងអញ្ចឹងណាតាមពិតទៅអ្នកហើយនឹងឯងនេះយើងត្រូវសិក្សាថ្នាក់ពាក្យអ្នកហើយនឹងឯងមុនសិនតើពាក្យថាអ្នកឯងហ្នឹងគឺជាថ្នាក់ពាក្យអ្វីបាទអញ្ចឹងពាក្យអ្នកឯងនេះគឺជាថ្នាក់ពាក្យជាបរិស័កសព្វនាមនិយាយទៅភាសាហ្នឹងគេហៅថាសព្វនាមប៉ុន្តែពាក្យថាអ្នកឯងហ្នឹងនៅក្នុងបរិស័កសព្វនាមអញ្ចឹងបរិស័កសព្វនាមគឺមានន័យដំណេចគេថាសព្វនាមសំទោសបរិស័កសព្វនាមគឺជាសព្វនាមដែលប្រើជំនួសឈ្មោះមនុស្សសត្វឬអ្វីក៏ដោយចំពោះរូបប៉ុន្តែមិនចេញឈ្មោះនោះទេយកពាក្យដតីពីនោះមកជំនួសវិញហៅថាបរិស័កសព្វនាមចាអញ្ចឹងឧទាហរណ៍ដូចពាក្យណាខ្លះដែលជាបរិស័កសព្វនាមដូចជាព្រះអង្គលោកអ្នកនាងកញ្ញាណាវាអញសំទោសវាគាត់អ្នកឯងឯងណាព្រះអង្គខ្ញុំប្រកាសណាខ្ញុំបាទណាខ្ញុំឯងអញខ្ញុំម្ចាស់អាត្មាភាពអញយើងខ្ញុំទៅអស់ហ្នឹងគេហៅថាបរិស័កសព្វនាមគឺគេនិយាយចំពោះឈ្មោះជំនួសឲ្យនាមរបស់មនុស្សឬក៏ឈ្មោះរបស់មនុស្សខ្ញុំឧទាហរណ៍ថាខ្ញុំបានទៅជួបមិត្តម្នាក់ឈ្មោះកុសលញ៉ាំកាហ្វេជាមួយគ្នាហើយយើងបែកគ្នាយូរហើយគាត់នោះជោគជ័យច្រើនក្នុងអាជីវកម្មណារាល់ថ្ងៃនេះហើយគាត់ក៏មានសុខភាពល្អហើយខ្ញុំនឹងគាត់បានជែកគ្នារឿងច្រើនអតីតកាលម៉េះអាហ្នឹងជាឧទាហរណ៍អញ្ចឹងយើងកុសលនឹងខ្ញុំអត់យកមកនិយាយទៀតទេគឺខ្ញុំនិយាយពាក្យថាគាត់អញ្ចឹងគាត់នឹងបរិស័កសព្វគឺជាថ្នាក់ពាក្យបរិស័កសព្វនាមអញ្ចឹងចុះពាក្យថាអ្នកឯងនឹងក៏ជាបរិស័កសព្វនាមដែរគឺជំនួសឲ្យឈ្មោះនាមណាដែលយើងចង់និយាយទៅកាន់គាត់ហើយពាក្យអ្នកឯងនេះมันគួរគប្បីនិយាយទេទោះបីថាអ្នកណាដែលក្មេងជាងខ្លួនក៏มันគួរគប្បីនិយាយដែរពួកពាក្យហ្នឹងវាស្នាក់ពាក្យមិនល្អអញ្ចឹងចឹងពាក្យថាអ្នកឯងហើយនឹងឯងនេះឯងឬក៏អ្នកនេះគឺជាថ្នាក់ពាក្យនាមសព្ទបាទហើយបើតាមសម្ដេចសភៅសម្ដេចព្រះសង្ឃរាជជួនណាតវចនានុក្រមគឺលោកបានសរសេរច្បាស់ណាស់ថាពាក្យថាអ្នកឯងហ្នឹងគឺនិយាយសម្រាប់អ្នកដែលតូចជាងទាបជាងអាយុតិចជាងហើយយើងមិនអាចទៅនិយាយជាមួយអ្នកឯងជាមួយមេជាមួយមនុស្សស្មើគ្នាជាមួយញាតិមិត្តអីបានដោយប្រើពាក្យអ្នកឯងដាច់សាច់ទេថាឆ្លើយឬក៏ជំលើយជំលើយអញ្ចឹងពាក្យថាអ្នកឯងនេះបងប្អូនត្រូវយល់ថាมันគួរនិយាយទេអ្នកឯងថ្ងៃមុននិយាយជាមួយខ្ញុំចេះអ្នកឯងនិយាយជាមួយខ្ញុំចោះអ្នកឯងមិនគួរនិយាយបែបនេះទេអ្នកឯងមិនគួរនិយាយបែបនោះទេពាក្យទាំងអស់នេះมันគួរនិយាយជាមួយដៃគូដែលយើងកំពុងសន្ទនាជាមួយគ្នាទេបើទោះបីជាឆ្លោះគ្នាឬក៏អន់ចិត្តគ្នាតិចតួចក៏មិនគួរនិយាយដែរអញ្ចឹងពាក្យថាអ្នកឯងនេះគឺយើងប្រើសម្រាប់បុគ្គលដែលទាបជាងបាទអាយុតិចជាងឋានៈតិចជាងប៉ុន្តែมันគួរទោះយ៉ាងណាក៏มันគួរនិយាយដែរអញ្ចឹងចម្លើយដែលខ្ញុំឆ្លើយទៅប្អូនស្រីដែលពាក្យនិយាយពាក្យថាអ្នកឯងនេះមានន័យដូចម្ដេចសូមប្អូនស្រីស្ដាប់ហើយសូមជ្រាបថាពាក្យអ្នកឯងនេះมันពិរោះពិសាទេនៅក្នុងភាសាខ្មែរយើងដោយនិយាយពាក្យឲ្យចំទៅក៏ហៅថាជំលើយឬក៏ឆ្លើយហ្មងបាទហើយសូមបញ្ជាក់ផងដែរថាអ្នកឯងនេះគឺថ្នាក់ពាក្យវាគឺជាបរិស័កសព្វនាមណាគឺជានាមគឺជាសព្វនាមជំនួសឲ្យឈ្មោះមនុស្សសត្វរុក្ខជាតិដតីទៀតដែលមានឈ្មោះស្រាប់ហើយយើងនិយាយឈ្មោះគេតែម្ដងហើយយើងលែងនិយាយទៀតហើយណាដោយ
អាចនឆ្កែខ្ញុំបន្តមកទៀតវាបន្តមកទៀតវាបន្តមកទៀតវាទាំងអស់នេះវាគឺជាបរិស័ទសព្វនាមណាបងប្អូនបាទអញ្ចឹងបងប្អូនស្ដាប់ហើយជ្រាបហើយអរគុណច្រើនសម្រាប់ការទស្សនាវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងពាក្យថាបរិស័ទសព្វនាមនេះពាក្យថាអ្នកឯងនេះលែងខ្វល់លែងឆ្ងល់ទៀតហើយបាទអញ្ចឹងអរគុណច្រើនសម្រាប់ការតាមដានជួបគ្នាវីដេអូក្រោយ